ចាថ្ងៃនេះថ្ងៃសៅរ៍បងប្អូននេះចេញពីផ្ទះទៅហើយផ្លូវមុខផ្ទះខ្ញុំចានាំកូនទៅលេងញូសៀមនៅអូស្ទិនយើងនេះហើយកូនគេចង់គេថាគេសុំទៅលេងញូសៀមdinosaur នៅ downtown Austin ហ្នឹងហើយក៏នាំកូនទៅកូនគេចង់ហើយគេថាសុំទៅមុនថ្ងៃ birthday គេព្រោះ birthday គេថ្ងៃរៀននោះអញ្ចឹងហើយយើងនាំគេទៅមុន birthday គេចាហើយនាំកូនទៅហើយញូសៀមហ្នឹងនៅ downtown Austin ហ្មងពីផ្ទះខ្ញុំទៅបើផ្លូវមិនជាប់ប្រហែលជា1ម៉ោងអីប៉ុណ្ណឹងឯងតែថ្ងៃនេះទៅផ្លូវអត់ជាប់ដែរប្រហែលជាកន្លះម៉ោងអីទៅ40 minutesអីហ្នឹងដល់បាត់ដែរហើយតរំទៅដល់វាមិនជាស្ទះផ្លូវអីណាទេព្រោះថ្ងៃសៅរ៍ចាខ្ញុំនាំកូនទៅហ្នឹងគេសុំទៅថ្ងៃសៅរ៍ព្រោះខ្ញុំថាចង់នាំទៅទឹកក្រោយគេថាអត់ទេហូបbirthday គេចង់ទៅទេគេចង់ទៅថ្ងៃសៅរ៍ហ្នឹងឯងហើយយើងក៏នាំគេទៅថ្ងៃសៅរ៍ហ្នឹងទៅប្រសិនយ៉ាងគេហើយតាំងពីថ្ងៃគេមុននោះចឹងហើយសន្យាមួយគេហៅថានាំគេទៅថ្ងៃសៅរ៍ចឹងថ្ងៃសៅរ៍ហ្នឹងម៉ោងប្រហែលជា10ខ្ញុំចេញពីផ្ទះទៅញូសៀមហ្នឹងចាំញូសៀមហ្នឹងនៅ downtown Austin ហ្នឹងហើយ downtown ពីផ្ទះខ្ញុំទៅហ្នឹងវាកន្លះម៉ោងទៅ1ម៉ោងអីដែរហើយនាំកូនទៅមានអីកន្លែងគេសប្បាយយើងមិនដែលទៅដែរខ្ញុំជាលើកទី1ហើយមិនដែលទៅទេហើយនេះយើងជិះតាមផ្លូវទៅពីផ្ទះខ្ញុំទៅហើយកាត់ស្ពានឆ្លងស្ពាន1 2ដែរហ្នឹងហើយចានេះឡាននេះល្បឿនមិនខ្ញុំបើកល្បឿនហ្នឹងទេព្រោះខ្ញុំសារព្រោះថតទៅវាវិញដែរអញ្ចឹងឯងតោះសាវាឲ្យញាប់បន្តិចដើម្បីឲ្យឆាប់ដល់កន្លែងញូសៀមនៅ downtown ហ្នឹងហើយចាកន្លែងគេស្អាតដែរចូលទៅត្រជាក់ភ្នែកហើយប្លែកស្ងប់ស្ងាត់ល្អមើលទៅចាបងប្អូនជាលើកទី1របស់ខ្ញុំហើយក៏ជាលើកទី1របស់កូនខ្ញុំដែរកូនខ្ញុំទី1គេមិនសូវនេះទេបើកូនទី2ប្រុសខ្ញុំហ្នឹងគេចូលចិត្តយូសៀមហ្នឹងសារៈមន្ទីរស្រាវជ្រាវអីគឺគេចូលចិត្តចាគេចូលចិត្តណាស់ហើយនេះទៅហ្នឹងចិត្តដល់ហើយផ្លូវ downtown ហ្នឹងទៅដល់កន្លែងផ្លូវដូចជា236អីត្រូវ exit ចាសន្ទុំបងប្អូន exit ចេញទៅដល់ហើយចាហ្នឹងហើយព្រោះអីញូសៀមគេហ្នឹងដូចជាមាន4ជាន់ចាហើយខ្ញុំទៅត្រឹមតែ3ជាន់ទេព្រោះឲ្យជាន់ទី4គេបិទគេបានបើកគេអាទិត្យហ្នឹងគេតថ្ងៃទី24បានគេបើកគេដាក់អក្សរយើងគេបិទជាន់ទី4ហ្នឹងតាមមើលគេកំពុងតែរៀបចំអីក៏មិនដឹងទេព្រោះខ្ញុំក៏បានឡើងដែរព្រោះអក្សរគេដាក់ថាបិទហើយក៏អត់ឡើងគេដាក់ស្លាច់ពីក្រោមមកថាជាន់ទី4ហ្នឹងគេបិទថ្ងៃ24បានគេបើកចាគេដាក់ប៉ុណ្្នឹងឯងតែតាមមើលប្រហែលជាគេជួសជុលឬក៏គេហ្នឹងមានអីមានជួសជុលទៅដាក់តាំងដាក់អីដាក់រូបសំណាកសត្វ dinosaur អីហ្នឹងក្រុមឆ្អឹងចាក្រុមឆ្អឹង dinosaur អីហ្នឹងឯងបងប្អូនហ្នឹងហើយគេដាក់ដើម្បីគេបិទទៅដើម្បីគេជួសជុលអីហ្នឹងឯងបងប្អូនតែខ្ញុំអត់បានឡើងទៅលើទេព្រោះអីគេដាក់សោះតែជាន់ទី4ហ្នឹងបិទហើយអញ្ចឹងយើងឡើងទៅក៏អត់មានអីមើលដែរអញ្ចឹងហើយពួកខ្ញុំក៏នៅត្រឹមតែជាន់ទី3ទេហើយចានេះទៅផ្លូវ I-35 ហ្នឹងហើយចិត្តដល់ផ្លូវ exit ដែរបងប្អូនដូចជា236អីហ្នឹងហើយចាមកផ្លូវទៀតដល់មកផ្លូវទៀតអាហ្នឹងexit ដែរតែនេះអានេះនៅរៀងឆ្ងាយដែរបងប្អូនចានៅរៀងឆ្ងាយក៏សមដែរអត់ទាន់ដល់ផ្លូវដែលយើងត្រូវ exit ទៅញូសៀមហ្នឹងទេដល់មកផ្លូវទៀតស្នាងខ្ញុំចេញទៅថ្ងៃហ្នឹងវាអត់ស្ទះរដងផ្លូវហ្នឹងឲ្យថ្ងៃសៅរ៍ឬមិនថ្ងៃសៅរ៍ទេហើយច័ន្ទគីអីហ្នឹងគឺស្ទះហើយចាគឺជាប់ផ្លូវគឺវាស្ទះឡានអញ្ចឹងតែថ្ងៃហ្នឹងល្អដែរវាអត់ស្ទះឡានស្ទះអីទេព្រោះអីដល់ផ្លូវមិញហ្នឹងត្រូវបត់អញ្ចឹងអត់បានបត់ទៅក៏ហួសទៅមុខទៅក៏បត់មកផ្លូវនេះអញ្ចឹងបត់ផ្លូវនេះយើងត្រូវបត់រៀងកង់ដែរមកកង់មកជុំដែរបត់ផ្លូវក្រោយមិញយើងបត់ព្រាមដល់ញូសៀមនឹងព្រាមតែដល់ពេលយើងបត់ផ្លូវនេះទៅវាដល់កន្លែងដែរគេជួសជុលទៅគេបិទផ្លូវទៅយើងត្រូវកង់មកជុំទៀតបានដល់កន្លែង stadium ដល់ stadium ហើយវានៅមួយមុខទៀតទៅបានដល់ញូសៀម dinosaur គេហ្នឹងចា stadium គេធំតែមិនបានចូលទេ stadium ហ្នឹងហើយនិយាយរួមត្រង់ទៅនាំកូនគេទៅតែញូសៀម dinosaur ញូសៀមហ្នឹងចាប្រកូនប្រុសទី2របស់ខ្ញុំហ្នឹងគេចូលចិត្តកន្លែងញូសៀមសារៈមន្ទីរអីហ្នឹងគេចូលចិត្តដែរចាគេចូលចិត្តខាងហ្នឹងហើយណាមួយគេចូលចិត្តណា dinosaur អីទៅផ្សារ Walmart ម្ដងអីចឹងគេចូលចិត្តទិញអាហ្នឹងណាហើយឥឡូវនេះ birthday គេនេះដល់ថ្ងៃ birthday នេះគេសុំកាដូគេរូប dinosaur ហ្នឹងទៀតដើររួចគេតាំងពីប្រហែលថ្ងៃមុនហើយរកឃើញសោះព្រោះអីទៅចេះតែគេទិញអស់ទៅក៏ចេះតែគេទិញអស់ចឹងឥឡូវនេះគេសុំទៅមើលខ្លួនគេចឹងថាខ្លះដូចមានមកវិញប្រហែលថ្ងៃមុនហ្នឹងទៅសួរបុគ្គលិកគេនៅការនៅហ្នឹងគឺថាមានក៏ប៉ុន្តែប្រហែលជាវាអស់ហើយគេនាំទៅមើលទៅវាអស់មែនចឹងហើយអាទិត្យនេះហ្នឹងគេចង់ទៅទៀតឲ្យបានមុន birthday គេហ្នឹងកាដូ birthday គេហ្នឹងចឹងហើយក៏នាំទៅហ្នឹងគេចង់ទៅកន្លែងហ្នឹងគេថានៅកន្លែងហ្នឹងមានដល់ពេលទៅកន្លែងហ្នឹងទៅវាអត់ទៀតហ្នឹងហើយដល់ពេលអត់ទៀតចឹងក៏គេថាសុំទៅមើលនៅ Walmart ចឹងទៅចឹងហើយមាននាំគេទៅមើលទៀតគេសុំកាដូ birthday គេហើយចានេះដល់ហើយបងប្អូននេះដល់កន្លែងញូសៀមហ្នឹងហើយចាដល់កន្លែងញូសៀមហ្នឹងហើយរកកន្លែង parking lot ចាកន្លែង parking lot និយាយឡើងតកូនមកនេះព្រោះនិយាយក្នុងបន្ទប់តែនិយាយក្រៅចូលសលេងគេមើល YouTube គេទៅចូលសលេងអញ្ចឹងហើយជាប់សលេងក្នុងហ្នឹងទៅខ្លះដូចស្ដាប់បានអញ្ចឹងហើយមកចូលសលេងក្នុងបន្ទប់ចានេះដល់កន្លែងបងប្អូនហ្នឹងហើយនេះបាត់មកផ្លូវហ្នឹងអញ្ចឹងគេធ្វើផ្លូវអញ្ចឹងទៅយើងបាត់អាផ្លូវមកកាត់ទេអញ្ចឹងហួសមកមុខថែមបន្តិចទៀតមកបានដល់កន្លែងយើងបាត់ចូលទៅចាហ្នឹងហើយនេះយើងបាត់ចូលទៅនេះខាងនេះចានោះញូសៀម
សំទោសនេះមែន museum ឯ stadium មួយខ្ញុំនិយាយចង់និយាយឡើងរៀបរាប់ឲ្យចា stadium គេដាក់ឡងហួន stadium អញ្ចឹងអីទេហ្នឹងហើយហួសទៅអាហ្នឹងតិចទៅចានេះដល់បងប្អូនដល់កន្លែង museum តែកន្លែងរកកន្លែងឈប់ឡានព្រោះអីរោមលុបចានៅខាងខ្ញុំ Austin នេះគឺក្តៅហើយថ្ងៃនេះដូចជាកៅជាងចាមិនដឹងជាកៅគុតមិនដឹងជាកៅ2កៅ3ចាចាប់ផ្ដើមក្តៅតែក្តៅវាមិនក្តៅហប់ទេណាតខែ6បានខែ6ខែ7បានក្តៅអប់ខប់ទៅសំទោសក្តៅហប់ព្រោះឯខែនេះក្តៅដែរតែវាមានខ្យល់ចាអញ្ចឹងទៅអត់អីទេអត់សូវអីទេក្តៅមានខ្យល់គឺថាវាមកល្មមហើយតែឡានយើងឈប់យើងត្រូវតែរោមលុបចាអញ្ចឹងហើយប្តីខ្ញុំក៏សេរីឡៃរោមលុបឲ្យឈប់ឡានហ្នឹងទៅនេះនៅគ្នាឈប់ហើយនៅគ្នាដើរចូលតែខ្ញុំអត់បានថតទេព្រោះមានគេដើរមកពីមុខចាតោះគេដើរផុតបានខ្ញុំចាប់ដើមថតលើកឡើងលើកូនប្រុសខ្ញុំទី1នោះទី2ចាសំទោសទី2គេចង់នឹងគេចង់ទៅនឹងនេះប្តីខ្ញុំចាហើយគេលក់សបត់ដល់ក្នុងហ្នឹងគេលក់សបត់បងប្អូនអត់មានព្រីទេគេលក់សបត់នេះអាយុពីដូចជា60ឡើងគេយកតែ$6ហើយ10ឆ្នាំកូនក្មេង10ឆ្នាំឡើងគេយកតែ6ដែរបើពី17ឆ្នាំឡើងហើយគេយកដូចជា$10នេះសបត់គេបងប្អូនសបត់ចាគេលក់ហើយនេះគេដាក់4ជាន់ហើយជាន់ទី4ហើយគេបិទគេដាក់យើងមើលហើយដឹងហ្មងហើយចូលដល់កន្លែងជិះហ្នឹងទៅជិះស្រួលហើយស្ងាត់ស្ងៀមសំបីតការនិយាយក៏អត់ហ៊ាននិយាយលឺដែរព្រោះអីនិយាយរួមដូចនៅក្នុង library ចឹងនៅកន្លែងចូលមើលសភៅចឹងយើងកុំនិយាយលូឡាអញ្ចឹងស្ងប់ស្ងាត់ហើយកូនក្មេងមនុស្សចាស់កូនក្មេងតែចាតែថ្មក្នុងហ្នឹងប៉ះបានណាគេដាក់កញ្ចក់បងប្អូនតែក្រោមនេះចានេះខ្ញុំលុបដៃប៉ះហ្នឹងចាហ្នឹងយើងប៉ះបានស្ទាបបានចាហើយខ្ញុំអូសកាមេរ៉ាទៅមកជុំទៀតទៅជាប់រូបហើយតែនេះរូបក្នុងកញ្ចក់ក្នុងអីហ្នឹងគេដាក់តាំងឈ្មោះអីគេប្រាប់យើងកើតពីឆ្នាំណាអីតែយើងមិនសូវយើងមិនចេះអង់គ្លេសអានអីឲ្យដាច់ឯណាផងយើងអត់បាននេះទេគ្រាន់តែថតទៅរូបទេចាថាឈ្មោះអីហ្នឹងហើយថ្មនេះអីដែលវានៅហ្នឹងអីហ្នឹងអញ្ចឹងប៉ះបានទូចហ្នឹងគេដាក់ឲ្យយើងប៉ះបានចាហើយនេះយើងថតកន្លែងដែរយើងរស់នៅហ្នឹងគេដាក់ឲ្យយើងមើលកាលពីប្រហែល million year ago អីចឹងណាយើងមើលទៅគេដាក់តិចសាសនៅតាណានេះគេឲ្យប៉ះឲ្យបងប្អូនគេដាក់ហាមប៉ះហើយឡើយនេះខ្ញុំប្តីខ្ញុំកូនទី1ហើយនឹងកូនទី2នាំគ្នាឡើងទៅជាន់មួយជាន់ទៀតដូចជាជាន់ទី2ជាន់ទី3ហ្នឹងខ្ញុំប្តីទៅដល់ជាន់ទី3ណាចាឡើងតាមកម្មចតាជើងគេមានចតាអប់តែអត់ទេយើងឡើងចតាជើងវាធូរដូចហាត់ប្រាណខ្លះតែហើយនេះដល់នៅគេមានតាំងរូបសត្វអីក៏មានដែរបងប្អូនគេដាក់ឈ្មោះដាក់អីនៅហ្នឹងចាសត្វដែលមាននៅតំណាងនៅតិចសាសយើងហ្នឹងមានទីទួយមានឆ្កែចចកមានសត្វគ្រប់ប្រភេទចាហើយគេមានឈ្មោះដាក់ឲ្យយើងចាតែខ្ញុំបានទៅថតចិត្តចាសត្វខ្លះក៏យើងស្គាល់សត្វខ្លះក៏យើងអត់ស្គាល់ណាព្រោះអីសត្វដែលមាននៅក្នុងប្រទេសគេនៅស្រុកគេហ្នឹងនៅតិចសាសយើងហ្នឹងចាហ្នឹងឯងគេដាក់ហើយមានកប្រុកនោះកប្រុកខ្ញុំថតហ្នឹងកប្រុកចាហើយនោះដូចជាឆ្លុះចឹងឆ្លុះឲ្យក្តាន់បងប្អូនហ្នឹងហើយនេះដូចសត្វមន់ធំអីដូចជាមន់ធឺគីឬក៏ស្អីហ្នឹងចាហើយនេះដូចជាភេចាតាមមើលត្រូវបងប្អូនខ្ញុំអត់ស្គាល់សត្វអស់ដែរហើយនឹងកពើនោះកង្កែបគេហ្នឹងគេមានឈ្មោះដែរណាបើយើងនឹងតើតង្កែបតែគេអត់ដែរគេមានអីទេកង្កែបគេប្រភេទអីចឹងខ្លាឃ្មុំខ្មៅឈ្មោះអីចឹងចានេះបើយើងហៅកបៃព្រៃណាហ្នឹងតែនេះហ្នឹងហើយនៅយើងហៅកបៃព្រៃតែនៅស្រុកគេហ្នឹងគេហៅអីដែរគេមានឈ្មោះដូចកបៃហ្នឹងកបៃអីមិនចឹងបងប្អូនហើយបន្តមកទៀតនេះខ្ញុំក៏បានដើរថតមានខ្លាមានហ្នឹងយើងហៅឲ្យឆ្លុះឬក៏អីហើយមួយទៀតនោះគឺ entry ហើយនេះមានពស់នេះគួយខ្លាចបងប្អូនដូចប៉ិតចឹងហើយខ្មៅលលងហើយលព្រឹងនេះពស់តិចសាបងប្អូនពស់ហ្នឹងចឹកនឹងកតុយវាបងប្អូនតែចឹកងាប់បាយពឹសខ្លាំងណាស់ហើយបន្ទាប់មកទៀតមកខ្ញុំក៏បានពលកាមេរ៉ាថតមកនេះគេដាក់កដោហើយពស់ឡើងធំមួយដូចបន្តិចបងប្អូនខ្ញុំក៏ថតនឹងលព្រឹងបន្ទាប់មកគេតាំងរូបក្អែបរូបអីបងប្អូននេះកប្រុកគេមានពីរប្រភេទកប្រុកមុនហ្នឹងអត់ទេលោតធម្មតាកប្រុកនេះចេះហោះចាគេហៅកប្រុកហ្នឹងមានកប្រុកហ្នឹងវាមានស្លាបដូចបជាវចឹងបងប្អូនហើយវាចេះហោះហើយនេះបន្ទាប់មកទៀតហ្នឹងគេខ្ញុំក៏ដើរមកជន់ទៀតមកដល់កន្លែងផ្កាថ្មគេមានច្រើនប្រភេទបងប្អូនហើយខ្ញុំថតហើយខ្ញុំមើលទៅឃើញផ្កាថ្មមួយនោះដូចនេះចឹងបងប្អូនចម្លែកប្លែកដែរស្តៀងពោះគោទឹកផុកនេះបងប្អូននេះមួយនេះគេដូចពោះគោយើងឯងហើយខ្ញុំប្រាប់ប្តីខ្ញុំថាបងនេះដូចពោះគោយើងស្លំជូរគ្រឿងឯងប្តីខ្ញុំថាឲ្យមកមើលគឺរបស់បាតសមុទ្រទៅឃើញតែពោះគោទឹកផុកអីណាយ៉ាប់មែនខ្ញុំសើចអូយសើចហើយបន្ទាប់ពីនឹងមកទៀតមកខ្ញុំដើរទៅមុខបន្តិចទៀតហ្នឹងគឺមានគេដាក់នេះទាទឹកអាទាហ្នឹងវាចេះហោះអញ្ចឹងហើយនេះនឹងសត្វអីខ្លះបងប្អូនខ្ញុំអត់ស្គាល់ទេវាច្រើនប្រភេទពេកទៅមិនដឹងថាសត្វអីខ្លះហ្នឹងណាចាគេមានឈ្មោះគេដាក់ឈ្មោះវាកើតនៅណាបាក់សីនឹងឈ្មោះអីសត្វនឹងឈ្មោះអីចឹងណាបងប្អូនហើយខ្ញុំបានត្រឹមតែដើរថតចឹងឯងចាបើថាឲ្យអានអក្សរឯងខ្ញុំមិនអានឡៃតែប្រកបមិនដាច់ទេភាសាអង់គ្លេសខ្ញុំគឺអត់ល្អអត់ចេះអីទេហើយនេះបជាវបងប្អូនបជាវយើងយកទឹកមាត់ហ្នឹងគេដាក់ទាំងសបុកទាំងអីបន្ទាប់មកខ្ញុំក៏ឡើងទៅលើមួយជាន់ទៀតព្រមខ្ញុំនៅជាន់ក្រោមហ
បន្ទាប់ឡើងជន់លើមកទៀតនេះក្រុមចាំង dinosaur បងអាហ្នឹងដូចកាធីដូចអីចឹងបងប្អូនព្រោះគេដាក់មកតែយើងស្ទាបបានអាហ្នឹងអត់អីទេបើកន្លែងគេដាក់កញ្ចក់ដាក់អីយើងអាចស្ទាបលុកស្ទាបផុសគេអីបានទេណាបងប្អូនចាទោះបីគេមិនដាក់សតហាំប៉ះក៏យើងអាចទៅលុកស្ទាបផុសគេបានដែរព្រោះគេដាក់កញ្ចក់ខាំងចាបងប្អូនហើយបន្ទាប់នឹងមកខ្ញុំចុះមកក្រោមតិចមកនេះគេមាន dinosaur ហ្នឹងណាបងប្អូនរូប dinosaur អូយបងប្អូនយើងមើលក្នុងរឿងឃើញតូចទេណាយើងមើលក្រៅវិញធំមែនទេហើយនេះមានគ្រប់ប្រភេទដូចជាកពើអីចឹងបងប្អូននេះឃើញទេដូចកពើអញ្ចឹងប៉ុន្តែធំណាក្នុងទូរស័ព្ទខ្ញុំថតនឹងឃើញតូចទេណាតែនៅក្រៅធំហើយខ្ញុំនិយាយមួយកូនថាកូនអើយបើសិនជាយើងកើតតនសម័យហ្នឹងមិននឹងជាភ័យយ៉ាងណាទេព្រោះធំមែនទេសូម្បីតាំងកែបក៏ធំជាងយើងណាគេដាក់តាំងចាហើយកន្លែងគេស្ងៀមស្ងាត់ល្អអត់មានលោឡាលោអីហើយបន្តមកទៀតពួកខ្ញុំក៏ដើរថតមកជុំគឺកពើគេមានគ្រប់ប្រភេទគេមានហើយ dinosaur ប្រភេទអីឈ្មោះអីហើយក៏ខ្ញុំនាំកូនឡើងមកលើមកកន្លែងទៀតណាបងប្អូនមិនឆ្ងាយទេវានៅជិតគ្នាដែរហ្នឹងកន្លែងខាងលើហ្នឹងវាមានតាំងរូបមានតាំងរូបគេសុំទៅបងប្អូនដល់ឆ្អឹង dinosaur គេដាក់ចាប់វាជាប់នៅនឹងជាងអីចឹងណាថាកន្លែងឆ្អឹងហ្នឹងគេជីឆ្នាំនេះកូនខ្ញុំចូលចិត្តហ្នឹងបងប្អូនធំណាកូនខ្ញុំខ្ពស់ជាងខ្ញុំផងឥឡូវធំមែនទែនហើយនេះត្រី dinosaur សម័យមុនត្រីមកបងប្អូនមើលបើយើងដេកតជាងគ្នា3នាក់មិនបានប៉ុណ្ណាតែគេឲ្យចូលលេងគេដាក់ហាមឲ្យយើងចូលលេងថតពីចងាយប៉ុន្តែបងប្អូនមើលឃើញនេះឆ្អឹងហ្នឹងបងប្អូនតែយើងស្ទាបទៅវាមានអារម្មណ៍ថាដូចតួប្រសាទអង្គយើងតែជាស្រេបហើយគេចាប់ខ្ចៅហ្នឹងគេមានតសេដូចថាឆ្អឹងហ្នឹងអ្នកគេរកឃើញឬក៏ឈ្មោះឬក៏អីខ្ញុំមិនដឹងទេប៉ុន្តែគេតសេនៅលើហ្នឹងចាហើយបន្ទាប់ពីហ្នឹងមកទៀតមកខ្ញុំក៏បានពវល់កាមេរ៉ាថតមកខាងមុខទៀតទៅនេះកន្លែងនេះគេមានផ្ទាំងដូចជា 3D ហ្នឹងឲ្យយើងចុចហ្នឹងបងប្អូនយើងចុចទៅសម្លេងសត្វ dinosaur ប្រភេទអីទៅចុចទៅវាចេញសម្លេងហើយគេមានសម្លេងគេដាក់ speaker នៅលើរូបហ្នឹងវានៅលើក្បាលហ្នឹងចាហើយបន្តមកទៀតមកខ្ញុំក៏បានដើរថតអូច្រើនណាស់បងប្អូនអើយ dinosaur គ្រប់ប្រភេទនេះអានេះដូចកាធីអីចឹងបងប្អូនធំខ្លួនវាធំនេះអាចស្អាត dinosaur ដែលហោះក្នុងរឿងចាធំណាខាងក្រៅនេះខ្ញុំថតឃើញតូចទេបងប្អូនខាងក្រៅឃើញពិតធំមែនទេណាគួរឲ្យខ្លាចមែនចាបើមិនជាយើងកើតសម័យនឹងតន់អីអូយមិនដឹងជាខ្លាចយ៉ាងណាទេវារូបដូចក្នុងរឿងចឹងចាហើយបន្តមកទៀតមកខ្ញុំក៏បានថតកន្លែងដែលគេដាក់ថា dinosaur នឹងឈ្មោះអីប្រភេទអីកើតនៅតាណានេះមានត្រីមានអីមាន dinosaur ហើយនេះវិញវារស់នៅក្នុងទឹកបងប្អូនវារស់នៅក្នុងទឹកដូចគេលេងរឿង dinosaur អញ្ចឹងវាហែលក្នុងទឹកក៏វាវែងអីហ្នឹងនេះដូចរូបអញ្ចឹងបងប្អូនហើយបើប្រៀបធៀបជាមួយមនុស្សវិញប្រហែលជាដេកតគ្នា10នាក់អីណាបងប្អូនប្រហែលជាមិន10នាក់ហ្នឹងមិនគ្រប់ផងធំណាបងប្អូនក្នុងទូរស័ព្ទឃើញទូទេចាខាងក្រៅធំណាបងប្អូនអើយមើលហើយឡើងមានអារម្មណ៍ថាព្រឺប៉ុន្តែក៏បានស្គាល់ក៏បានឃើញអញ្ចឹងទៅក៏មួយយ៉ាងដែរផ្លេកភ្នែកដែរយើងបានស្គាល់ហើយណាមួយយើងមើលតែរឿងណាចាហ្នឹងហើយអត់បានស្គាល់អត់បានអីនេះបងប្អូនឃើញទេវែងគេដាក់តាំងហើយបន្ទាប់មកទៀតនេះបងប្អូនសបកដូចលៀសដូចអីចឹងណាធំណាបងប្អូនតែគេដាក់កញ្ចក់អត់ឲ្យយើងប៉ះយើងស្ទាបទេចាហើយ dinosaur ហ្នឹងគេព្យួរឡើងជាប់ល្អហើយបន្ទាប់មកខ្ញុំក៏បានថតប្រភេទ dinosaur ផ្សេងទៀតនេះជើងវាដែលគេជីកឃើញនឹងដីនឹងអីអ្នកស្រាវជ្រាវគេហ្នឹងចាហើយគេដាក់ថា dinosaur ឈ្មោះអីប្រភេទអីហើយនេះកន្លែងគេហ្នឹងដែលគេដាក់ហ្នឹងនេះសូម្បីតែជ្រូកហ្នឹងក៏អញ្ចឹងដែរនេះអីប្រភេទអីគេមាននៅហ្នឹងទាំងអស់ឈ្មោះនៅហ្នឹងទាំងអស់ប៉ុន្តែខ្ញុំអត់ចេះអានទេបងប្អូនអង់គ្លេសខ្ញុំមិនល្អដូចអង់គ្លេសគេទេខ្ញុំអត់ចេះអង់គ្លេសបានទេបងប្អូនចាហើយចឹងហើយយើងបានទៅថតរូបទេថា dinosaur ហ្នឹងក្រុមឆ្អឹងវាមិនអីចាហើយនេះកន្លែងដែរឈ្មោះគេដាក់ថាឈ្មោះអីចឹងហើយគេដាក់អក្សរថា million of year ago អី in Texas ហ្នឹងណាចាហើយនេះក៏បវលថតឆ្អឹងនឹងកពើនឹងម្ដងទៀតចឹងមកហើយពួកខ្ញុំក៏បានឡើងទៅលើជាន់ទៀតគឺជាន់ចិត្តនឹងដែរហើយកន្លែងហ្នឹងគេមានថ្មចាបងប្អូនអានេះថ្មដូចជាបំលែងទឹកអាកាសធាតុអីចឹងគេប្រាប់យើងថាមិនអីចឹងណាចាវាបបលវាអីមកឲ្យថ្មនេះក៏ខ្ញុំមិនដឹងថាវាមិនដែរតាមមើលថ្មវាពីសម័យដែរ dinosaur នេះគាត់កំតិចកំទីអញ្ចឹងគេយកមកដាក់អញ្ចឹងគេដាក់ឈ្មោះទៅគេប្រាប់ហើយនេះថ្មមួយនេះស្អាតណាបងប្អូននោះអាថ្មដែលខ្ញុំច្អល់ហ្នឹងវាពណ៌ស្វាយដូចនៅស្រុកខ្មែរយើងផ្ទះគេអ្នកមានហ្នឹងគេដាក់តាំងដាក់អីចឹងណាស្អាតហើយកន្លែងនេះគឺដំណក់ទឹកនៅក្នុងរូងបងប្អូនគឺថាវាស្រក់មកចឹងមើលថាវាធ្លាក់អីមកចឹងគេរើសមកគេយកមកដាក់តាំងហ្នឹងចាតាំងនៅលើហ្នឹងហើយនេះក៏ជាថ្ម dinosaur អីហ្នឹងដែរគេដាក់តាំងចឹងតែគេដាក់ក្នុងកញ្ចក់ហើយកន្លែងគេដាក់ខាងហ្នឹងយើងមិនអាចប៉ះទេចាហើយគេដាក់តាំងហើយបធរនេះវិញបងប្អូនអើយមើលទៅដូចអង្គរវត្តយើងចឹងក៏មាន dinosaur នៅលើយល់ដូចផ្ទាំងអង្គរយើងចឹងចឹងបានពេលយើងទៅលេងអង្គរវត្តមានអារម្មណ៍តិចឲ្យតែខ្ញុំទៅលេងអង្គរវត្តណាខ្ញុំមានអារម្មណ៍ថាចង់ទៅអោបប្រាសាទអង្គរហ្នឹងទេបងប្អូនហើយនេះកូនខ្ញុំស្ទាបនេះស្ទាបបានហើយកន្លែងនេះប្តីខ្ញុំថាកតិចឈើហើយខ្ញុំថាចេះតែថាមកកតិចឈើណាទេចិត្តតែនេះគេថ្មគេនេះគាត់ថានេះគេគល់ឈើឃើញគាត់ចូលប្រាប់ថាគល់ឈើហ្នឹងខ្ញុំមិនឲ្យមើលខ្ញុំថាចេះថាមកដុំថ្មគេរាប់ពាន់ឆ្នាំថាគល់ឈើនេះបន្ទាប់មកខ្ញុំដល់កន្លែងហ្នឹងហើយបងប្អូនដូចខ្ញុំនិយាយពីមុនចឹងណាយើងចុចខ្ញុំចុចដែរតែលឺសលេងឯងចុចចឹងទៅភេទសัตว์អីវាចេញសំឡេងហ្នឹងចាវាចេញប្រាប់យើងសំឡេងហ្នឹងចឹងណាហើយខ្ញុំចុចទៅវាអត់ចេញសំឡេងទេដល់កូនខ្ញុំចុចចេញសំឡេងចាសំឡេងគេដាក់ speaker វានៅលើ
លើហ្នឹងចានេះសត្វប្រភេទហ្នឹងដែលមុនមិញខ្ញុំថាធំមកបងប្អូននៅក្នុងទឹកនេះហើយគេដាក់ speaker នៅលើហ្នឹងតែអាមួយនោះមិនមែនមិនសិនតិចអីអានេះកន្លែងនេះខ្មៅអូនជុំនេះហ្នឹងមិន speaker ហើយសំឡេងគេមកហើយបងប្អូនឯងមើលកែបសម័យមុនឃើញទេមើលធំណាបើយើងនៅចិត្តមែនទេណាមិនមែនតូចទេហើយហ្នឹងហើយចាមិនមែនតូចទេបងប្អូនមើលទៅក្នុងរូបក៏ធំដែរនេះកន្លែងគេហ្នឹងគេដាក់ថាកន្លែងអីគេ dinosaur of million year ago អីហ្នឹងណាហើយក៏ថតដឹងទៅបង្ហាញឲ្យបងប្អូនណាហើយនេះឡើងមកទៀតមានផ្កាយសមុទ្រដែលវាស្លាប់ទៅវាកប់នឹងថ្មនឹងអីហ្នឹងណាគេកាត់ជីកយូរមកហើយបង្ហាញយើងដាក់តាំងណាតមកទៀតខ្ញុំក៏បានឡើងលើនេះមិញខ្ញុំនៅជាន់ក្រោមនៅជាន់លើខ្ញុំថតឲ្យមើលនេះឡើងមកជាន់លើមកក៏មកជាន់ទៀតចឹងទៅយើងក៏បានទៅដល់ខាងលើវិញគឺកន្លែងដែលយើងចូលវិញហ្នឹងបងប្អូនកន្លែងយើងចូលវិញនេះកន្លែងដែលយើងចូលវិញហ្នឹងហើយនៅខាងមុខហ្នឹងគេដាក់តាំង dinosaur ហ្នឹងចឹងទៅហើយនៅខាងឆ្វេងដៃគឺកន្លែងដែលយើងទិញសបុតគេហ្នឹងចានេះខាងឆ្វេងដៃកន្លែងមនុស្សច្រើនហ្នឹងតោះជួយទិញសបុតហ្នឹងទៅហើយមកខាងស្ដាំដៃយើងនេះមកគេលក់ gift shop គេមាន pin ណាកន្ទោះអាវនេះត្បូងអីហ្នឹងហើយអាតម្លៃអស់ហ្នឹងតែ3ឡាជាងឯងបងប្អូន3ឡាជាងនេះរូបបេះដូងរូបអីហ្នឹងថ្មគេហ្នឹងចាគេធ្វើរូបដាវរូបកតុំរុយរូប dolphin រូបច្រើនប្រភេទបងប្អូនដូចជាមានរូបនេះរូបអីចឹងតែ3ឡាមានសាប៊ូហើយនឹងមានអាខ្សែដៃថ្មគេដូចជា Leo អីដែលខ្ញុំមិនសូវស្ដឹងទេអាឆ្នាំគេហ្នឹងថាឆ្នាំគេនឹងមិនអូហ្នឹងហ្នឹងពួកជា6 10ឡាជាងហើយបន្តមកទៀតមកមានទៀនក្អូបមានអីចឹងបងប្អូនហើយនេះបតោងនេះថ្មពណ៌គេអីចឹងបតោងសោតាមមើលចាហើយនេះទៀនក្អូបទៀនអីគេហ្នឹងបងប្អូនសាប៊ូគេក្អូបទៅហើយមានកវិលមានអីហើយមានអាវមានអីតែខាងក្រោយហ្នឹងមានថ្លៃគូសំដែរហើយបន្តមកទៀតខ្ញុំក៏អូកាមេរ៉ាមកមុខទៀតមកគេមានថយចាថយកូនក្មេងហ្នឹងណាហើយនេះជាប់គេចឹងខ្ញុំតម្លាក់ចុះឲ្យថតតែប្តីខ្ញុំទេហើយថតប៉ះមុខគេហើយណាមួយកូនក្មេងគេស្រុកនេះថតគេមិនសូវនេះជាពិសេសកូនគេវាប៉ះពាល់អញ្ចឹងគេមិនចង់បង្ហាញមកកូនគេក្នុង social media អញ្ចឹងយើងឃើញគេខ្ញុំពេចទៅថតតកូនយើងគ្រួសារយើងគេមានថយនេះចារូបអីអញ្ចឹងកូនខ្ញុំទៅរកថយគេហ្នឹងអត់មានហើយគេក៏បានទិញរូបផ្សេងទៀតមកហើយខ្ញុំក៏បានមើលរបស់នៅនឹងដែរបងប្អូនហើយរបស់របរគេហ្នឹងវាមិនថោកបងប្អូនថ្លៃគួរសមដែរហ្នឹងណាហើយអានេះរូបដូចជាថ្មិញ dinosaur ប៉ុន្តែជាគេជីកពីថ្មមកហ្នឹងគេដាក់កតិកហ្នឹងដូចជា6ឡាជាងហ្នឹងអាច6ឡាជាងហើយបន្តមកទៀតខ្ញុំក៏បានមកមើលដុំថ្មនេះចាគេដាក់អបហ្នឹងចាដុំថ្មហើយបន្តមកខ្ញុំក៏បានមើលជាងគេមានរូបមេអំបៅមានរូបកតុំរុយតែតម្លៃគេបានដាក់ខ្ញុំមិនដឹងដូចជា6ឡាទេ8ឡាក៏មិនដឹងតែស្អាតខ្ញុំពេញចិត្តនេះឯងខ្ញុំយកហ្នឹងបានមួយបងប្អូនហើយវាចេះប្រែពណ៌អញ្ចឹងណាហើយក្នុងกระดาษគេដាក់ថាពណ៌នេះឲ្យយើងមិនចឹងពណ៌នេះអីចឹងតែស្អាតបងប្អូនវាមានគ្រប់ពណ៌ហើយកระดาษគេហ្នឹងចាគេដាក់សម្គាល់ថាពណ៌ក្រហមមិនពណ៌បៃតងមិនពណ៌ស្វាយមិនចឹងណាគេប្រាប់យើងចាខ្ញុំក៏ទិញបានមួយមកហើយកូនប្រុសធំខ្ញុំនោះក៏បានមួយដែររបស់គេអីដូច sticker ឬក៏អីខ្ញុំមិនដឹងទេហើយខ្ញុំក៏បានទិញអាហ្នឹងមកមួយមកចាត្រូវចិត្តដែរមកទៅខ្ញុំស្ទាបទៅថាខ្ញុំដាក់ពណ៌លើដៃពណ៌ខៀវតែខ្ញុំដាក់ចុះទៅវិញប្រែជាពណ៌បៃតងនឹងខំផ្អើលសួរកូនគាត់ថាអាហ្នឹងគេវិញ្ញាណគេប្រែពណ៌អញ្ចឹងណាហើយអានេះខ្ញុំក៏ឃើញអាដើមថ្មនេះបងប្អូនអាដើមថ្មនេះចាក៏ស្អាតដែរដូចជា8ឡាជាងខ្ញុំបានយកវាយកតែជៀនព្រោះអីមើលទៅវាស្អាតដែរហើយនេះប្តីខ្ញុំនិងខ្ញុំអីចេញមកបងប្អូនឆ្លៀតថតទៀតអាមេអំបៅក៏ស្អាតតែគេដាក់តាំងក្នុងកញ្ចក់ហើយចេញមកខាងក្រៅក្តៅប៉ុន្តែមិនក្តៅណាស់ណានៅខ្ញុំអូស្ទិននេះវាក្តៅជាងដែរតែវាមានខ្យល់បងប្អូនខែនេះក្តៅដែរតែមានខ្យល់អត់ហប់ទេបើខែ6ខែ7អីគឺថាហប់ហើយក្តៅហប់ហ្មងចេញក្រៅគឺខ្លោចសាច់ហ្មងបងប្អូនចឹងហើយខែនេះអត់អីទេចេញមកវាមានខ្យល់បន្ទាប់ពីនឹងមកយើងក៏ដើរទៅរោឡានយើងវិញចឹងទៅហើយនាំគ្នាចេញពីហ្នឹងទៅមិនដឹងជាប្រហែលដែរខ្ញុំភ្លេចទៅបានមើលម៉ោងបើមិនខ្ទង់ម៉ោង2:10កន្លះឬក៏2:10ឯងហើយក៏ខ្ញុំក៏ឆ្លៀតថតតិចទៀតទៅហើយក៏គេដើរមកក៏ពវល់កាមេរ៉ាមកក្រោមវិញអញ្ចឹងទៅឲ្យគេដើរផុតបានយើងថតចាហើយនោះដើរទៅមុខទៅដល់ឡានអញ្ចឹងទៅក៏ឃើញ stadium ហើយនេះផ្លូវគេចូលកន្លែង museum ហ្នឹងចំហៀងកន្លែងហ្នឹងហើយទៅមុខតិចទៀតទៅនោះ stadium មុខនោះបងប្អូនខ្ញុំ zoom ហ្នឹងចា stadium នៅ Austin ហ្នឹងនៅ downtown ហ្នឹង stadium ហ្នឹងក៏ខ្ញុំដែរទៅដែរព្រោះអីប្រហែលមើលយើងចូលបានទេតោះគេអ្នកមកហាត់កីឡាមកលេងអីគេលេង football អីគេមកប្រកួតនៅហ្នឹងលេងហ្នឹងអីហ្នឹងហើយក៏ចេញមកទីហើយបងប្អូនអើយសុំទោសបើខ្ញុំបញ្ចូលសំឡេងឬក៏លឺលួសអីពាក្យពេចន៍អីសំរុំសូមអភ័យទោសចាបងប្អូនអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ